Hanuman គុណខ្មែរគូទី4ដែលជាគូដណ្ដើមខ្សែក្រវ៉ាត់វគ្គជម្រុះទឹកទី1បាទជនសមុទ្ររបស់គាត់នេះគឺថាកំពុងតែបំពេញភារៈនៅសមរភូមិជួរមុខផងបាទចេញក្បួនសម្រាប់ការប្រកួតក្បួនក្បាច់វេជ្ជករមួយតក់មួយដៃយ៉ាចូលទៅបំបត្តិដាច់តបរមិននេះសារ៉ូតបាទសារ៉ូតមិនចាប់5ទឹកឬមិនបាទចូលទៅសោយពីក្រោមស្ដាំមួយសំណាងហើយពីត្រូវដកឆ្វេងសិនមកគោក្រហមមួយដៃរបស់សារ៉ូតឆ្វេងស្ដាំតស៊ូធាក់មួយសិនសារ៉ូតធាក់របស់មនវ៉ានីបាទគូនេះត្រូវការអ្នកឈ្នះដើម្បីត្រៀមទៅសម្រាប់បន្តតទៀតធាក់ជំនាញសិនរបស់សារ៉ូតសារ៉ូតក៏ឃុំមនវ៉ានីទាត់ស្ដាំមួយផ្លាប់សង្ស័យហើយមើលទៅ5ទឹកណាទូរជនបាទនៅសល់មួយគូទៀត5ទឹកគូនេះ5ទឹករបបដល់ម៉ោងប៉ុន្តែថែម5ទឹកទៀតមិនដែរទេលើម៉ោងតិចតួចបញ្ហាទេតមួយជំនាញសិនរបស់សារ៉ូតមួយដៃឆ្វេងសារ៉ូតមួយជើងស្ដាំមនវ៉ានីឃុំសិនមើលអាកាសជាយាមធាក់ជំនាញទៀតរបស់សារ៉ូតតបបាយសិនអាញាកដាលឲ្យវាយមួយដៃឆ្វេងរបស់សារ៉ូតវត្តបដៃស្ដាំរបស់សារ៉ូតបាទបង្គោលខៀវជន់សារ៉ូតឃុំដាចូលជាយាមចលោមួយសិនបាទធាក់ទាត់ជើងស្ដាំបាទបោះជង្គង់របស់បង្គោលខៀវជន់សារ៉ូតតទៀតអោបគ្រាកាច់សុំមកជង្គង់សុំបោះមកជង្គង់អត់បញ្ហាដកថយតិចសិនធាក់ចំហៀងតិចដើរចូលមួយដៃស្ដាំក៏ទាត់ជើងស្ដាំទៀតរុញជាប់បោះជង្គង់សារ៉ូតបង្គោលខៀវមួយជើងស្ដាំបតបាឌីសារ៉ូតក្លេបោកដួលប្រុសមួយដៃឆ្វេងខៀវបាទជន់សារ៉ូតធាក់ទាត់ដកថយវត្តបដៃស្ដាំសារ៉ូតបាទអញ្ញាកដាលចលនាតិចសិននេះបាយនៅបោះជង្គង់មួយខ្លួនចប់ទឹកទី6 Hanuman គុណខ្មែរគូទី4ដែលជាគូដណ្ដើមខ្សែក្រវ៉ាត់វគ្គជម្រុះទឹកទី2បាទទស្សនាការប្រកួតបាទទឹកទី2ជាបន្តបាទគេថាការប្រកួតវគ្គជម្រុះបាទដណ្ដើមខ្សែក្រវ៉ាត់ Hanuman គីឡូ54បាទបង្គោលក្រហមមនវ៉ានីបាទពិសោធន៍80ដងបាទ83ដងបាទខណៈដែលបង្គោលខៀវជុំរឿងសរុប40ដងអូយបាទទាត់ជុំរឿងសរុបតែអត់ទាត់មកទៀតបាទងួកបាត់មុខជង្គង់ហោះតែម្ដងបាទតែក៏ចូលជង្គង់ចាក់របស់បាទដៃគូវិញបាទគ្រាកគ្នាចោះគ្រាកគ្នាឡើងបាទមនវ៉ានីចង់លេងជង្គង់មួយទៅលើជុំរឿងសរុបសងវិញពីសារ៉ូតបាទវ៉ានីគ្រាកាច់អូយវ៉ានីបាទវ៉ានីរឹងមែនតែនវ៉ានីអូយវ៉ានីរឹងណាស់បាទសារ៉ូតកាច់អត់ទៅវ៉ានីកាច់សារ៉ូតទៅបាទអូយបាទហាត់រឹងតែម្ដងបាទតែសារ៉ូតបាទម៉ាត់គួរទឹកម៉ាត់មុខដេញទៅរកវ៉ានីម៉ាត់មុខកូនសិស្សរបស់លោកជុនសវុតបាទដេញម៉ាត់របស់កូនសិស្សបាទកូនសិស្សលោកគ្រូម៉ាងមនបាទលោកគ្រូតាម៉ាងមនបាទនៅតែបន្តបាទគឺក្បាច់គុណជូនទៅបាទកូនសិស្សចំនួនក្រោយបាទមិនថាចំនួនណាទេបាទគឺលោកបាទជាអ្នកបន្តក្បាច់គុណបាទគុណខ្មែរបាទឥឡូវចូលមកកែងបត់មួយទាត់សងមួយរបស់មនវ៉ានីបាទម៉ាត់ឆ្វេងរបស់ជុនសវុតបាទចាំមើលសឡោះបាត់គូនេះបាទបើថាទៅមកអញ្ចឹងទៅហើយបាទអត់បាន5ទឹកទេបាទព្រោះអីបាទមើលទៅពេញណាបាទគេថាបាទបើជង្គង់បាទពេញបាទពេញពោះទាត់សងមួយរបស់វ៉ានីងួរក្បាលសរោតម៉ាត់ឆ្វេងទាត់សងរបស់វ៉ានីអាយយថាទៅហើយទៅមែន1បាទ2រាប់ហើយ3 4 5 6 7 8ប្រកួតបន្តបាទប្រកួតជាបន្តប៉ុន្តែមានរបួសបេះមកជើងកញ្ចឹងកចូលមកដល់បាទសងរបស់សារ៉ូតវិញ
បាទចំណុចខ្សោយរបស់សារ៉ូតបាទគឺពោះទឹកបាទចង់ជំនីបាទកណាដែរបាទវ៉ានីបាទព្យាយាមបាទគេរកចំណុចខ្សោយសល់ពេលវេលា1នាទីទៀតបាទ1នាទីទៀតបាទទាត់ឆ្វេងរបស់សារ៉ូតទាត់សងរបស់វ៉ានីបាទវ៉ានីលែងចូលចិត្តហើយទាត់ពីចម្ងាយហើយសារ៉ូតថយអេឡង់ដែរខ្លួនបាទកំពុងតែមានរបួសដើរចូលថយម៉ាត់ដេញម៉ាត់ពីវ៉ានីតរបស់វ៉ានីបាទដើរចូលលោកកញ្ញាកណាលបាទថយតិចបាទទាត់ស្ដាំទៀតរបស់បាទវ៉ានីបាទម៉ាត់របស់វ៉ានីជុះគង់របស់វ៉ានីបាទសារ៉ូតថយទាត់របស់វ៉ានីបាទវ៉ានីដើរចូលជាបន្តបាទសារ៉ូតបាទបែរឆ្វេងហើយបាទទាត់ជាបន្តទៅលើបាទសារ៉ូតទាត់ជាបន្តរបស់មនវ៉ានីធាក់ស្ដាំរបស់សារ៉ូតវ៉ានីធ្វើបានទេបាទនៅក្នុងទឹកទី2នេះបាទផ្ដាច់បានទេបាទឡើយចូលហើយបាទជុះគង់របស់វ៉ានីអោបគ្រាជាប់បាទដោះស្រាយទឹក3ឬយ៉ាងណាបាទរួញចាញ់សិនបាទវ៉ានីថាអត់ទេខ្ញុំចង់ផ្ដាច់ទឹក2រាប់ម្ដងហើយកុំភ្លេចណារាប់ម្ដងរាប់2ដងមានបាត់ពិសោធន៍ហើយរឿងទៅតកែឡើងក្តៅបាទចប់ទឹកទី2 ហនុមានគុណខ្មែរគូទី4ដែលជាគូដណ្ដើមខ្សែក្រវ៉ាត់វគ្គជម្រុះទឹកទី3បាទទឹកទី3សម្រាប់ការប្រកួតដើរចូលរបស់មនវ៉ានីក្រហមបាទធាក់ចម្រៀងទៀតជុនបាទសារ៉ូតមួយឆ្វេងរបស់សារ៉ូតខ្លាំងមកជើងស្ដាប់វ៉ានីបាទគីឡូ2នេះពេញហើយទូរយន្តបាទគីឡូប៉ុណ្ណេះពេញកម្លាំងហើយអាយុប៉ុណ្ណេះគីឡូប៉ុណ្ណេះមហាសាលចាប់អបរូកាយខៀវដល់ទៀតជង្គង់ត្រាំខៀវចំកន្លែងការពារតិចសិនស្រាលតិចដើរចូលចលោជើងរបស់មនវ៉ានីមួយដៃសារ៉ូតមួយជើងស្ដាមមួយជើងឆ្វេងអាយអូយបាទចំកន្លែងការពារចុកបាត់សំទីសិនសុំសម្រួលបាទវត្តកតុយផ្លាត់ស្នៀតគេលេងគុំកតុយផ្លាប់ក្រុមកតុយឬទៅផ្លប់អួលបដ ாய் បាទជំរឿមានចាក់ទឹកទេចាំទុកលោករទាថ្ងៃក្រោយយើងប៉ះហ្នឹងចាក់ទឹកដែរអត់ទឹកទេអត់មានអីខ្លាំងជាងទឹកទេណាបាទចាក់ទឹកតិចសម្រួលបាទនេះច្រឡំចាក់ទឹកពុះដល់កប្រគួតបន្តប្រយចាក់ទៅ50អង្សាក៏បាត់ដែរលោករទាចាប់ហើយបាទទេបាទលោករទាឲ្យកំប៉ែមួយជើងលឺតែចាក់ទឹកភ្លេចមើលបាទទាត់ជើងស្ដាប់មកនេះបាទមួយដៃឆ្វេងរបស់សារ៉ូតមួយជង្គង់សារ៉ូតមួយកែដួលបាត់ម្ដងនេះធូនកបាទមកកែពេញទំហឹងណាបងបាទបងសារ៉ាត់ចង់ឆ្ងល់បាទមកកែមិញភ្នែកឆ្លឺដល់ខាងក្រៅទេនេះបាទកែពុះប្របុកយករវងទូរយន្តបាទពុះវាយយកចំពេញទំហឹងស្លាប់ធ្ងន់ហើយមើលទៅមានស្នាមរហូតអត់គ្រូប៉ែតកំពុងធ្វើចលនាទីសិនបាទដូចជាមានស្នាមបែកហើយមើលទៅបែកមែនបាទបែកហើយសន្លប់ដាច់ប្រការទៀតបាទជន់ចរោតកាលនេះគឺផលិតបច្ចេកទេសអូយស្រាវជ្រាវបាទស្រាវជ្រាវអូហូយបាទពិតជាជួឈិនមែនតើបាទគឺទីបំផុតយើងអាចរកឃើញអ្នកឈ្នះហើយនៅក្នុងការប្រកួតជម្រុះដណ្ដើមខ្សែក្រវ៉ាត់ហនុមានទម្ងន់54គីឡូក្រាមក្រោយពីផ្ដួលដៃគូឲ្យសន្លប់មិនអាចបន្តការប្រកួតបាននៅទឹកទី3ជ័យជំនះបានទៅលើបង្គោលក្រហមមនវ៉ា